កុំចាំដល់ចាស់ចាំធ្វើល្អព្រោះមានមនុស្សច្រើនណាស់ដែលស្លាប់មុនចាស់មកដល់យើងបានដឹងឲ្យថាដំណើរជីវិតរបស់សត្វទាំងឡាយមិនមានសេចក្តីទៀងទាត់នោះទេតែងតែមានការប្រែប្រួលជាប្រកបដីព្រោះហេតុដូច្នេះហើយយើងមិនអាចប្រើពេលវេលាឬក៏ថាចាំពេលនេះចាំពេលនោះចាំធ្វើសេចក្តីល្អទាំងដែលខ្លួនឯងរស់នៅរាល់ថ្ងៃមានជីវិតរស់នៅមានកម្លាំងកំហែងគ្រប់គ្រាន់អាចធ្វើសេចក្តីល្អបានដល់ច្រើនហើយបែរជាយើងមិនខិតខំប្រឹងប្រែងក្នុងការព្យាយាមបំពេញនៅអំពើដែលជាប្រយោជន៍ហ្នឹងយើងបែរទៅជាយកពេលវេលាហ្នឹងចាំពេលនេះចាំពេលនោះឬក៏ថាចាំចាស់ជាដើមចាំធ្វើសេចក្តីល្អបើសិនជាយើងអាចចាំបានអាយុជីវិតរបស់យើងនៅអានឹងជាការប្រសើរដែរប៉ុន្តែក្រែងលោថាអាយុជីវិតរបស់យើងនឹងមានសភាពថយចុះបន្តិចម្ដងដូចជាការរស់នៅរបស់សពសត្វទាំងឡាយ30ឆ្នាំ40ឆ្នាំ50ឆ្នាំជាដើមមិនមែនជាពេលវេលាដែលនៅសល់ច្រើនទេណាបាទយើងរស់នៅបានប៉ុណ្ណាអាយុជីវិតរបស់យើងក៏មានការអស់ប៉ុណ្ណោះដែរដូចជា20ឆ្នាំ30ឆ្នាំជាដើមព្រោះហេតុដូច្នេះហើយយើងបានដឹងអំពីដំណើរជីវិតនឹងឬក៏ថាมันអាចពឹងនៅបុគ្គលដទៃនោះទេសម្រាប់មាសប្រាក់បច្ច័យលុយកាក់អាចជូនយើងទៅផ្សារឬក៏ទៅពេទ្យក្នុងស្រុកក្រៅស្រុកជាដើមត្រឹមតែប៉ុណ្្នឹងទេចំណែកឯកូនចៅអាចជូនយើងមកវត្តទៅវត្តឬក៏ជូនត្រឹមជាបណដ្ឋានតែប៉ុណ្ណោះប៉ុន្តែសម្រាប់ការធ្វើដំណើរលះលោកនេះទៅកាន់លោកដទៃទៀតมันមានអ្វីក្រៅតែអំពីសេចក្តីល្អគឺបុណ្យកុសលដែលយើងបានធ្វើនោះទេព្រោះហេតុដូច្នេះហើយបានជាមិនគប្បីមាននៅសេចក្តីប្រមាទព្រោះជីវិតរបស់យើងនឹងប្រៀបឧបមាដូចជាទៀនណាបងកាលណាបើយើងដុតបំភ្លឺដុតឆេះហើយវាមានពន្លឺជាធម្មតាប៉ុន្តែវាមិនទៀងទាត់ថាវានឹងត្រូវរលត់ទៅពេលណាពន្លឺនឹងភ្លឺបានប៉ុណ្ណានោះទេគង់មានឱកាសពេលវេលាថ្ងៃណាមួយវានឹងត្រូវរលត់ទៅវិញជាធម្មតាដំណើរជីវិតរបស់យើងក៏ដូចគ្នាដែរមិនមានសេចក្តីទៀងទាត់នោះទេគឺមានតែការប្រែប្រួលជានិច្ចតែប៉ុណ្ណោះយើងបានដឹងហើយថាដំណើរជីវិតគឺជាការមិនទៀងយើងមិនអាចចាំពេលវេលានេះចាំពេលវេលានោះចាំពេលចាស់ចាំធ្វើសេចក្តីល្អក្រែងថាវារស់នៅហ្នឹងអាយុគឺការរស់នៅហ្នឹងមិនទាន់ចាស់មកដល់ផងត្រាប់តែត្រូវស្លាប់ឬក៏ត្រូវលាចាកលោកនេះទៅអាហ្នឹងគឺជារឿងមួយដែលធ្វើឲ្យយើងហ្នឹងទៅជាបុគ្គលដែលអធម៌មានឱកាសបានបំពេញសេចក្តីល្អទាន់ព្រះពុទ្ធសាសនាមានការស្ដាប់ធម៌ការរៀនធម៌ការបដិបត្តិធម៌ជាដើមជាទីប្រព្រឹត្តទៅក្នុងការរួចចាកសេចក្តីទុក្ខបែរជាយើងនឹងមិនខំប្រឹងប្រែងបែរទៅជាចាំពេលនេះចាំពេលនោះជាដើមហាក់ដូចជាថាយើងនឹងមានសេចក្តីប្រមាទមាននៅសេចក្តីធ្វេសប្រហែសរងចាំឱកាសពេលវេលាហាក់ដូចជាថាដឹងនៅដំណើរជីវិតរបស់ខ្លួនឯងនឹងរស់នៅបានប៉ុណ្ណេះឆ្នាំតទៅមុខទៀតព្រោះហេតុដូច្នេះហើយបានជាព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាអេវ៉ាំងជាតេអ្នកមច្ចេអ្នកកតពាំងកុសលាំងពីហុងសត្វទាំងឡាយកើតមកហើយតែងតែមានសេចក្តីស្លាប់ទៅវិញជាធម្មតាព្រោះហេតុដូច្នេះហើយគប្បីបំពេញនៅបុណ្យកុសលឲ្យបានច្រើនឃើញទេក្នុងបាននៃបកាថានឹងព្រះអង្គសម្ដែងថាសត្វទាំងឡាយកើតមកហើយតែមានសេចក្តីស្លាប់ទៅវិញជាធម្មតានេះជាព្រះពុទ្ធដីកាដែលព្រះអង្គទ្រង់សម្ដែងអញ្ចឹងដឹងថាមានសេចក្តីស្លាប់ទៅវិញជាធម្មតាហើយគប្បីបំពេញនៅអំពើណាដែលជាប្រយោជន៍ឲ្យដល់ខ្លួនឯងផងដល់សង្គមជាតិផងដល់សាសនាផងអ្វីដែលយើងត្រូវធ្វើហ្នឹងមុននឹងលាចាកលោកនេះហ្នឹងមាននៅការបន្សល់ទុកនៅស្នាដៃជាដើមល្អហ្នឹងគឺថាជាឱកាសជាពេលវេលាសម្រាប់យើងណាបងមានពេលវេលាហ្នឹងសាងសេចក្តីល្អសាងអំពើជាប្រយោជន៍ដល់ខ្លួនឯងជាតិសាសនាមាតុភូមិរបស់ខ្លួននឹងឯងហ្នឹងគឺជាអំពើមួយដែលយើងបានដឹងថារឿងរ៉ាវនៃសេចក្តីល្អទោះបីជាពេលខ្លះម្ចាស់នឹងត្រូវស្លាប់បាត់បង់ជីវិតទៅហើយក៏ដោយប៉ុន្តែកេរ្តិ៍ឈ្មោះសេចក្តីល្អដែលបានធ្វើនឹងអាចបន្សល់ទុកនៅរូបរាងកាយតែងចាស់ក្រំគ្រាតែងតែវិនិច្ឆ័យទៅវិញជាធម្មតាប៉ុន្តែនាមនឹងកូដគឺមិនចេះចាស់ក្រំគ្រាឡើយអញ្ចឹងក្នុងសេចក្តីហ្នឹងដូចអាត្មាបានលើកឡើងអញ្ចឹងថាយើងកុំចាំពេលវេលានេះកុំចាំពេលវេលានោះព្រោះកាលណាបើយើងប្រើពាក្យចាំហាក់ដូចជាថាមានសេចក្តីប្រមាទណាស់ក្នុងការបំពេញសេចក្តីល្អទាំងដែលជីវិតរបស់យើងមិនទៀងទាត់ឧបមាប្រៀបដូចជាទៀនកាលណាបើដុតឆេះហើយគង់មានពេលវេលាឱកាសណាមួយដែលហេតុផ្សេងនឹងត្រូវរលត់ទៅវិញអំពើដែលយើងធ្វើអ្វីណាដែលយើងអាចយកទៅបានអំពីលោកនេះមានតែអំពើជាកុសលនឹងហើយណាបច្ច័យលុយកាក់ទ្រព្យសម្បត្តិអាចជូនយើងទៅផ្សារទៅពេទ្យក្នុងស្រុកក្រៅស្រុកចំណែកឯកូនចៅគេមិនអាចជូនយើងទៅរហូតទៅដល់លោកខាងមុខទៀតបាននោះទេព្រោះហេតុដូច្នេះហើយមានតែយើងនឹងឯងដែលជាទីពឹងសម្រាប់ខ្លួនឯងមានកុសលធម៌ជាទីពឹងបំពេញបុណ្យកុសលឲ្យបានច្រើនកុំរងចាំពេលនេះ
ពេលនោះជាដើមបាទណាសូមអនុមោទនា